được phò đi ấy chứ nè ô làm pick up ấy nè vô đồng xem đây ta tiết ô hai ô ក្បាលវីដេអូចេញមករៀងកាយជ័យបងប្អូនព្រោះតែសារតែខ្ញុំមានដំណើរកំសាន្តជាមួយរថយន្ត Subaru Forester ទៅខាងកោះកុងអញ្ចឹងណាបាទលើនេះទៅមួយមិត្តភ័ក្តិឲ្យសាកឡាន Subaru Forester មើលមិនដែរអញ្ចឹងណាបងប្អូនបាទយើងចេញពីខាងភ្នំពេញទៅតាមផ្លូវជាតិលេខ4ហើយក៏យើងជិះឆ្លងកាត់ឧបសគ្គច្រើនបងប្អូនបាទចង់ដឹងថាផ្លូវកោះកុងមិនដែរជិះបានអត់ឡានទៀបទៅបានអត់ស្អាតអត់ទេសភាពស្អាតប៉ុណ្ណាតាមដានវីដេអូនឹងមួយខ្ញុំនឹងបងប្អូនទៅដើរលេងនៅខេត្តកោះកុងអញ្ចឹងណាបងប្អូនហើយក៏យករថយន្ត Subaru Forester នេះទៅលុតដំដែរចង់ដឹងថាសមត្ថភាពខ្លាំងដល់កម្រិតណាអញ្ចឹងខ្ញុំបានទៅលេងកន្លែងថ្មីបាទកន្លែងកាហ្វេនេះគឺស្អាតមែនតើហើយក៏ខ្ញុំបានជិះនៅលើស្ពានកោះកុងគឺធំខ្លាំងមែនតើបងប្អូនហើយឡានណាឡើងដូចមើលឡើងចង់ស្គាល់ឲ្យបងប្អូនអើយអញ្ចឹងបងប្អូនមកទស្សនាវីដេអូ vlog របស់ខ្ញុំទាំងអស់គ្នាថាដំណើរកម្សាន្តជាមួយរថយន្ត Subaru Forester ខ្ញុំមិនខ្លះទៅណាខ្លះតោះចាប់ផ្ដើមចេញដំណើរទៅលើនេះបងប្អូនកោះកុងគឺយើងចេញទៅម៉ោង 2:10 ហើយបងប្អូនហើយ 2:11 ចេញទៅអញ្ចឹងណាហើយគ្នា5នាក់អាវ៉ាន់ដាក់បានច្រើនណាគូតឡានទលាយល្អបងប្អូនហើយឥឡូវហ្នឹងខ្ញុំនឹងនិយាយជាអារម្មណ៍ខ្ញុំបានបើកបោះលើផ្លូវលឿនលឿនតែទៅនឹងប្រព័ន្ធ EyeSight របស់ Subaru ណាថាមានភាពឆ្លាតវៃដល់កម្រិតណាឥឡូវមកស្ដាប់ពីចំណាអារម្មណ៍ខ្ញុំទាំងអស់គ្នាអូខេបងប្អូនអញ្ចឹងតែទៅនឹងរថយន្ត Subaru Forester នេះគឺ EyeSight វាឆ្លាតមែនតើហើយចាប់ detect ច្បាស់ណាហ្នឹងហើយអញ្ចឹងឥឡូវហ្នឹងខ្ញុំទីចាំខ្ញុំបើករថយន្តនេះខ្ញុំចូលចិត្ត set លឿនដេញលឿនឡើងខាងមុខអញ្ចឹងណាឥឡូវខ្ញុំចុចប៊ូតុងនេះចកូតនេះបងប្អូនអញ្ចឹងលើហ្នឹងទៅវានឹងដំណើរការចកូតទប់លំនឹងយើងខ្លួនឯងនៅគេហៅ lane centering នៅកណ្ដាលបងចាឥឡូវខ្ញុំ set លឿនដាក់119 120អញ្ចឹងនៅកន្លែងឯក៏បានដែរចកូតបងប្អូនឃើញទេវាឃើញឆ្វេងស្ដាំឆ្វេងខ្លួនឯងឃើញទេវាទប់យើងនៅកណ្ដាលបងឆ្លាតមែនតើនេះហើយមើលពេលវាឡើងដល់120កំពុងតែពេលវាឡើងដល់120គឺវាឡើងទៀតហើយយើង set វាថា120ទេតែដល់ពេលយើងអត់កាន់ចកូតយូរគឺវា alert ប្រាប់យើងថាយើងកាន់ចកូតវិញតិចកាន់ហើយយើងអាចទៅទៀតបានអញ្ចឹងបាទឥឡូវផ្លូវកោងនេះបងប្អូនបាទហើយស្រឡាញ់ជាងគេហ្មងគឺអេក្រង់នេះហ្មងចេញព័ត៌មានមកច្បាស់មែនតើយើងអាចមើលច្រើន option EyeSight យើងហើយតាក់ទងនឹងអាចមើលឡានយើង trade ឆ្វេង trade ស្ដាំហើយយើងអាចមើលអីផ្សេងៗទៀតដូចឧទាហរណ៍ពេញម៉ាស៊ីនយើងកម្ដៅប៉ុន្មានអីប៉ុន្មានអញ្ចឹងណាបាទកម្រិតស៊ីសាំងរត់អីអញ្ចឹងទៅហើយកម្រិតស៊ីសាំងអីគឺក្នុង7លីត្រជាងបងប្អូនក្នុង100គីឡូហើយសំខាន់ឡានត្រូវចកូតភ្លើងអញ្ចឹងវាធូរល្អពេលយើងបាត់បែនអីអញ្ចឹងណាហើយលំនឹងឥឡូវខ្ញុំបើក120ក៏អាចជាបញ្ហាចោលទេគឺវាស្រួលនឹងការបើកបោហើយលើកនេះខ្ញុំទៅ trip នេះលក្ខណៈមានមិត្តភក្តិនៅច្រើនអញ្ចឹងចង់ដឹងថាដំណើរកំសាន្តខ្ញុំទៅដល់ណាខ្លះហើយសប្បាយបែបចាំតាមដានខ្ញុំបន្តទៀតអញ្ចឹងណាអូខេលើផ្លូវលឿនលឿនចំណាអារម្មណ៍ខ្ញុំមានប៉ុណ្ណឹងទីទៀតយើងនិយាយពីអារម្មណ៍ខ្ញុំនៅពេលដែលខ្ញុំបើកលើផ្លូវពិបាកម្ដងបងប្អូនអញ្ចឹងណាអញ្ចឹងសម្រាប់ Subaru Forester គឺស័ក្តិសមសម្រាប់បងប្អូនដែលថាគាត់ចង់បានឡានបែបគ្រួសារងាយស្រួលក្នុងការបើកបរមើលទៅមុខស្រឡះប៉ុន្តែសមត្ថភាពខ្ពស់ Subaru នេះគឺអាចជួយបានបងប្អូនម៉ាស៊ីន 2.0 ប៉ង់ 2 156 PS ជាមួយកម្លាំងរមួល196 Newton m 100គីឡូស៊ីខ្ទង់ល្បាក់ 7.4 លីត្របងប្អូនហើយឥឡូវហ្នឹងគឺខ្ញុំមកដល់បងប្អូននេះគឺយើងចុះនៅកំពង់សាឡាដើម្បីយើងចុះទៅខាងកោះកុងណាបងប្អូនបត់ទៅខាងផ្លូវជាតិ48អញ្ចឹងណាបងប្អូនអញ្ចឹងឥឡូវមកតាមដានថាផ្លូវទៅកោះកុងបែបណាហើយអញ្ចឹងណាចូលមកភ្លាមគឺគេស្វាគមន៍ណាផ្លូវស្អាតហើយបងប្អូនជិះអែមមែនតែនអញ្ចឹងណាហើយមកដល់កន្លែងនេះបងប្អូនច្បាស់ឃើញគឺផ្លូវកោះកុងមកកន្លែងហ្នឹងបាទឥឡូវដល់ផ្លូវដីបងប្អូនប៉ុន្តែ Subaru Forester ជើងក្រោយខ្ញុំនឹកស្មានអត់ដល់ហ្មងណាជិះគឺទុនស្រួលមែនតើហ្មងខ្ញុំនិយាយបងប្អូនច្បាស់ថាបែងថតឡានហ្នឹងបែងចេះថាស្រួលខ្ញុំនិយាយមែនជិះស្រួលមែនបើ40000ជិះខ្ញុំអត់មានចាប់ប្រាំងទេណាបាទគឺជិះទៅហ្មងអត់មានអារម្មណ៍ថាខ្លាច់ខូចឡានទេសរសើរជើងក្រុមរបស់ Subaru មែនអញ្ចឹងតែតង់ផ្លូវគឺបងប្អូនឃើញហើយគឺនៅផ្លូវគ្រួក្រហមផ្លូវដីអញ្ចឹងណាប៉ុន្តែសួរថាចុះឡានទៀបទៅបានអត់បានប៉ុន្តែវាអត់ស្រួលបងប្អូនមើលឡានប្រុសនេះមកបានប៉ុន្តែវាអត់ស្រួលតែប៉ុណ្្នឹងទេអញ្ចឹងណាបាទហើយក៏ជិះទៅកន្លែងខ្លះទៅក៏ផ្លូវស្រួលផ្លូវពិបាកអាចនិយាយបានថាធ្វើឲ្យខ្ទង់ល្បាក់ 70% ហើយប៉ុន្តែទេសភាពស្អាតសាហាវបងជំរាបបង្ហាញបងប្អូនពេលដល់ផ្លូវពិបាកខ្ញុំជិះរៀងលឿនហ្នឹងហើយខ្ញុំចំណាអារម្មណ៍ខ្ញុំឡើយនេះបងប្អូនផ្លូវកោងខ្ញុំជន់100ហើយអត់មានអារម្មណ៍ថារៀងបាត់បង់លំនឹងទេអត់មានទេបងប្អូនលំនឹងគឺនៅតែទប់បានល្អបន្ទាប់មកស្ដាប់ពីចំណាអារម្មណ៍ខ្ញុំពិតនៅពេលដែលខ្ញុំបើកបរលើផ្លូវពិបាកទាំងអស់នេះឡៃហ្នឹងរៀងរន្ធត់តិចហើយបងប្អូន Subaru ហ្នឹងដូចសាហាវជាង pick up វិញឥឡូវឡាន pick up មុខខ្ញុំវ៉ាឡើងផុយដូចឥឡូវចេះជិះធម្មតាបោមិនតុនជើងព្រមអូខ្ញុំសរសើរមែនជិះខ្ញុំចង់ហ៊ានបលែងទេបងប្អូនហើយជាតិមានអារម្មណ៍ថាត្រូវខូចឡានទេវាដូចដំណើរការល្អហ្មងអូខេសុបបងអែមែនតើចេះឡាននេះជិះក្នុងមិនជិះលើផ្លូវលឿនលឿនក៏គ្រាន់បើមើលមកផ្លូវបាក់ចេះគឺចាប់ប្រាំងទេបងប្អូនទៅហើយកុងទ័រ80ឥឡូវហ្នឹងណាអត់អីទេបងប្អូនធម្មតាបាទតែអ្នកក្នុងឡានសរសៃពោទេបាទតែកុងអត់អីបាទពូជិះចឹងដើម្បីឲ្យគេថោតតកុងបាទគេថាថោតតកុងវាអត់ពុលទេអញ្ចឹងអូមើលដូចហ្វឌីអីចឹងនេះអូឡាន pick up អីនេះយកទៅឆេបអីតាទៀតអូហើយអូ
ឥឡូវបងប្អូនបងប្អូនមើល impression អ្នកខាងក្រោយឡានបងប្អូនព្រោះបន្លែខាងក្រោយបាទមិនដែរអរេសួរមិនដែរខាងក្រោយមិនដែរមិនដែរក្រោយអែបងអែមទៅជួយបានបងជួយបានមកដល់កោះកុងថ្ងៃលិចដំបងបានមើលថ្ងៃលិចបងប្អូនទេសភាពឡើយនេះគឺស្អាតខ្លាំងមែនទែនបងប្អូនគឺភ្នំកាហ្វេនៅឯនេះសមុទ្រសាខាគាត់មើលទៀតគឺនៅភ្នំពាន់5ណាអានេះគឺគាត់បើកនៅកោះកុងគឺស្អាតសាហាវហ្មងហើយមានកន្លែងឈៀលយប់ឡើងនេះបងប្អូនមកថតរូបសឹងតែ1000ប្លង់ហើយកន្លែងទូកនេះប្លង់នេះគឺស្អាតបងប្អូនមើលថ្ងៃលិចអែមខ្លាំងហើយមើលឡានយើងវ៉ាវមើលលេងចង់យល់ទេបងប្អូនបាទបើបើកបមិញគឺសាហាវណាស់បងប្អូនបន្ទាប់មកខ្ញុំឈៀលពេលយប់បងប្អូនមើលតែកាទៀវហ្នឹងហើយបងប្អូនថាហេតុអីបានញ៉ាំកាទៀវហើយអរគុណដល់ម្ចាស់ហាងលើទូកបាទគាត់ support មែនតើក៏ដូចជាតារាជំនាញគាត់នៅ enjoy មួយយើងអញ្ចឹងណាអូខេចូលមកដល់ពេលព្រឹកគឺយើងញ៉ាំអាហារពេលព្រឹកហើយគឺយើងបន្តដំណើរកំសាន្តយើងថ្ងៃទី2ព្រោះយើងមកថ្ងៃនេះគឺអាចនិយាយបានថាវាអត់ដល់2ថ្ងៃមួយយប់ទេបងប្អូនដំណើរកំសាន្តនេះដូចជាសរុបទៅចំណាយពេលដល់24ម៉ោងអីបងប្អូនបាទព្រោះយើងជិះមកខាងនោះម៉ោង1ហើយបាទចឹងកន្លែងដែលយើងញ៉ាំគឺ Anon Cafe and Restaurant អញ្ចឹងណាបងប្អូនឥឡូវបងប្អូនមើលទេសភាពលើស្ពានកោះកុងបាទប្រវែងដូចជា2គីឡូម៉ែត្រជាងមកចាំថាប៉ុន្មានគីឡូម៉ែត្រទេអូបងប្អូនអើយស្អាតសាហាវមែនទែនជិះលើហ្នឹងគឺអត់ដឹងថាស្អាតដល់ថ្នាក់ហ្នឹងពេលដែលយើងមើលលើប្លង់ដ្រូនណាមិនដឹងថាអូយវែងខ្លាំងមែនទែនហ្មងណាបងប្អូនមើលគឺមើលឡើងដាច់កតុយភ្នែកបងប្អូនហើយមើលរៀងស្ពានគេអូយចេញមកជាតិតែម្ដងហើយមកលេងកោះកុងលើកនេះគឺអាកាសធាតុល្អមែនតើគឺអត់មានភ្លៀងទេហើយខ្ញុំទៅបាត់មិនភ្លៀងបងប្អូនសំណាងមែនតើបងខ្ញុំទៅតែរៀនបនបងប្អូនទៅណាក៏សំណាងដែរហើយស៊ូប៊ូរូនេះបងប្អូនគេគិតទៅណាឡានជីទៅវឡាផុកច្រើនហើយគេដាក់ទឹកបាញ់ជាគៀងឲ្យយើងទៀតយេអែមណាបន្ទាប់មកក៏ខ្ញុំជីទៅលេងខាងប្រូតែនជីកាត់ផ្សារភូមិថ្មីអញ្ចឹងណាហើយមើលផ្លូវបងប្អូនរៀងពិបាកតិចហើយនិយាយខ្ញុំទៅខ្ញុំនិយាយអញ្ចឹងឡានខ្ពស់មករៀងសុបាយចិត្តតិចឥឡូវដោយសារឡានទាបមកជីបានប៉ុន្តែវាអត់ស្រួលបងប្អូនឃើញមានឡានទាបក៏គាត់ជីដែរអញ្ចឹងណាបងប្អូនឥឡូវយើងមកដល់ទល់ដែរបងប្អូននេះហើយឡាននេះគឺលៀងហើយដែរបើអត់លៀងទេមើលឡើងយល់បងប្អូនអើយបាទឡានធំច្រើនណាបាទខ្ញុំជិះមកមើលអីចឹងណាមកថតរូបអីលេងតិចតួចចំណុចពិសេសនេះ iShine Forester នេះ Subaru AWD M ខ្លាំងហើយក៏បានថតរូបលេងតិចតួចមួយគ្រួសារខ្ញុំបាននៅកោះកុង Avenue ចឹងណាក៏ដើរមើលទិដ្ឋភាពមើលអញ្ចឹងទៅបានយើងទៅដំណើរសានកោះកុងនេះរៀងផ្លេចបន្តតិចបងប្អូនបាទប៉ុន្តែដើរបានច្រើនដោយសារតែឡានយើងជិះទៅណាក៏ដល់ដែរអត់បញ្ហាទេជាមួយ Subaru Forester បាទជិះឡើងមកដល់ទល់ដែរហ្មងអញ្ចឹងណាបងប្អូនតមករៀងក្តៅដែរបាទដាក់ដូងដាក់អីតិចមួយមិត្តភ័ក្តិបាទដែលគាត់មកដាស់លេងមួយខ្ញុំទៅដំណើរកំសាន្តលឿនប៉ុន្តែគឺសុបាយច្រើនអញ្ចឹងណាបងប្អូនបាទបងប្អូនទស្សនាបានអញ្ចឹងណាបន្ទាប់មកទីមើលថាយើងទៅណាទៀតអូខេប៉ុន្តែមុនចង់ដឹងបងប្អូនថាយើងទៅណាមកតាមទិដ្ឋភាពទីសិនតាមផ្លូវអញ្ចឹងណាបាទនេះខាងអូតែនៅខាងចតុលដែរអញ្ចឹងណាហើយផ្លូវបងប្អូនឡើយនេះគេកាប់ឈូសឆាយយើងទៅកោះកុងទីទៀតគឺស្អាតសាហាវហ្មងសង្ឃឹមថាមួយឆ្នាំទៀតនឹងធ្វើបានស្អាតចុះព្រោះមកមានអារម្មណ៍ថា relax ខ្លាំងមែនតើហ្មងគឺឃើញទេសភាពភ្នំផងទេសភាពសមុទ្រផងហើយ Subaru បំពាក់ blind spot ពេលគេវ៉ាចេញក៏យើងដឹងដែរបងប្អូនហើយនេះគឺកន្លែងដែលបងប្អូនដឹងតែមកពេលមកកោះកុងអញ្ចឹងណាបាទហើយតើតើចុះទៅនេះបងប្អូនខ្ញុំចង់ប្រាប់តិចមានកាមេរ៉ាចំហៀងនោះមានអីស្រួលមើលទេតាយើងអាចមើលចំហៀងកង់យើងខាងស្ដាំបានអញ្ចឹងណាតែមិនយូរប៉ុន្មានទេបងប្អូនដំណើរកំសាន្តនេះរៀងខ្លីដែរគឺយើងបានមកផ្ទះវិញហើយដោយសារតែឈៀលយប់មិញក៏ខ្លាំងដែរមានអ្នកខ្លះសល់ហើយអញ្ចឹងណាតែខ្ញុំអត់អីទេគឺតិចតួចបាទកដោបងប្អូនបានអញ្ចឹងណាឥឡូវរៀបចំមកបានហើយបាទ Subaru នេះបំពាក់ដោយគូតអូតូអញ្ចឹងងាយស្រួលយើងគ្រាន់តែចុចតាមសោយើងក៏បានអញ្ចឹងណាស្រាញ់ជាងគេគូតឡានបងប្អូនអាវ៉ាន់ណាគឺឆ្លាស់ល្អដោយសារ Subaru ហេតុអីបងប្អូនមើល spec គូតឡានគេខ្ពស់ល្អណាយើងជិះឆ្លាស់បងហើយបើសិនបងប្អូនចូលចិត្តជិះឡានឆ្លាស់ Subaru នេះត្រូវហើយបងប្អូនហើយក៏អរគុណដល់កាន់សថាគារអាស៊ានដែរដែលគាត់ផ្ដល់ special rate ជូនយើងបាទដែរបងប្អូនទៅកោះកុងតែគេនៅទៅតែគាត់បានហើយក៏ញ៉ាំអាហារពេលនេះនៅខាងលើទូកបានជាពិសេសញ៉ាំអាហារពេលព្រឹកនៅ Anon Restaurant ដែលខ្ញុំបានបង្ហាញមុនហ្នឹងអញ្ចឹងណាបងប្អូនសេច Google Map ឃើញបងប្អូនឥឡូវផ្លូវបងប្អូននេះមើលតាមផ្លូវអញ្ចឹងមានអារម្មណ៍ថាស្អាតប្លែកទេណាខ្ញុំនិយាយមែនណាបើសិនជាបងប្អូនចង់មកឥឡូវខ្ញុំគិតថាអត់ជាបញ្ហាយើងជិះមកយើង enjoy លើស្ថានភាពផ្លូវបែបហ្នឹងអត់អីទេបងប្អូនឲ្យតែថាឡានខ្ពស់មិនចាំបាច់ថាតបប៉ុង2ទេតប៉ុង1ក៏យើងមកបានដែរមិនជាប់ផងទេហើយកន្លែងខ្ញុំចូលលេងតាតៃបានបន្តិចដែរប៉ុន្តែហត់ពេកក៏អត់បានថតឲ្យបងប្អូនមើលទៅអញ្ចឹងណាហើយចង់បង្ហាញឡើងនេះបងប្អូននេះពេលឡើងទួលណាពេលដាក់ទៀតឡានយើងឡើងទួលប្រហែលដឺការ៉េ5ដឺការ៉េបង្ហាញលើហ្នឹងហ្មង option ឡាន off road ក៏វាបានពាក់ដែរ Subaru នេះបងប្អូនចំណុចថ្លៃហ្នឹងគឺ X mode ហ្មងបងប្អូនជិះលើផ្លូវភក់ផ្លូវអីអត់ជាបញ្ហាខ្ញុំធ្លាប់យកទៅថ្មលយជិះនៅគ្រីរំ off road តែនេះលក្ខណៈកូនកាត់ pick up ឯងបងប្អូនយើងទៅផ្លូវ on road ក៏ជិះបានផ្លូវ off road ក៏ជិះបានហើយជាគៀងគេបងប្អូនពេលយើងបច្ឆេះរ៉េឡើងចុះបានឆ្វេងស្ដាំឡើងចុះ
អេដូចឡើងចុះឲ្យតែឆ្វេងស្ដាំវិញហេតុអីនៅពេលដែលយើងបួងឆ្វេងងាកមកឆ្វេងបួងស្ដាំងាកមកស្ដាំហើយតែតង់ Subaru Forester ឥឡូវគឺតម្លៃខ្ទង់ល្បាក់ 40000 ជាងទេបងប្អូនតម្លៃពិសេសបាទអញ្ចឹងជារថយន្តមួយដែលខ្ញុំអាចនិយាយថាជា brand ជប៉ុនជួយបងប្អូនត្រូវការភាពសាមញ្ញយកប្រើប្រាស់គ្រួសារជិះបានគ្រប់ស្ថានភាពផ្លូវខ្ញុំគិតថា Subaru នេះគឺ option គឺពេញហើយមានតាំងពី PEM ដល់ C ឲ្យបងប្អូនទៀតណាបងប្អូនតម្លៃតែ 40000 ដូចល្បាក់ 40000 ជាងបាទហ្វាកូតអូតូសំទោសបិទបើកភ្លើងអូតូផឹកទឹកអូតូក៏មានហើយ option ច្រើនណាស់បងប្អូនអានេះមិនណាអត់ full ទេណាបាទតែតម្លៃព័ត៌មានលម្អិតបងប្អូនអាចសាកសួរទៅខាងក្រុមហ៊ុន Subaru Forester សអី Subaru Asia ឯច្រឡំមួយម៉ាកឡានអញ្ចឹងណាបងប្អូនបាទឯក្រកនេះគឺបាទច្បាស់សមរម្យនិយាយទៅមកល្មមប្រើឡានជប៉ុនការ design មកសាមញ្ញបងប្អូនបាទអានេះកន្លែងថ្លៃបងប្អូនបាទចាប់កន្លងផ្លូវចាប់ប្រាំងអូតូគឺមានលើហ្នឹងបាទ sport mode អីក៏មានដែរបងប្អូនអញ្ចឹងអត់មានអីច្រើនទេបងប្អូនតាក់ទងដំណើរកម្សាន្តខ្ញុំគឺខ្ញុំមានប៉ុណ្ណឹងហើយបើសិនជាការនិយាយខ្ញុំមានខុសឆ្គងអីក៏សូមអធិស្ឋានអញ្ចឹងវីដេអូមានប៉ុណ្ណឹងអរគុណបាយបាយ